ខេត្តស្វាយរៀងមានប្រជាជនរស់នៅសរុបប្រមាណជាង69,000 នាក់ដែលស្មើទៅនឹងជាង16,000គ្រួសារក្នុងនោះមានប្រជាជនជានារីឬក៏ជាស្ត្រីនឹងប្រមាណជា36,000នាក់ហើយចំពោះប្រជាជនដែលមានអាយុចាប់ពី18ឆ្នាំឡើងមានប្រមាណជា45,000នាក់ខេត្តស្វាយរៀងមានផ្ទៃដីសរុបជាង2,966.40 គីឡូម៉ែត្រការ៉េហើយចំពោះព្រំប្រទល់វិញខាងលិចហើយនិងខាងជើងគឺមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តព្រៃវែងចំណែកខាងកើតហើយនិងខាងត្បូងជាប់ទៅនឹងប្រទេសវៀតណាមក្នុងនោះមានខេត្តឡុងអានហើយនិងខេត្តតៃninhប៉ុន្តែដោយសារឥឡូវនេះប្រទេសវៀតណាមគេបានបញ្ចូលខេត្តឡុងអានចូលទៅក្នុងខេត្តតៃninhហើយអញ្ចឹងហើយទើបឥឡូវនេះខេត្តស្វាយរៀងគឺមានព្រំប្រទល់ជាប់តែជាមួយនឹងខេត្តតៃninhតែមួយគត់បងប្អូនបាទហើយចំពោះព្រំប្រទល់ជាមួយប្រទេសវៀតណាមនេះគឺខេត្តស្វាយរៀងមានរហូតដល់ជាង258គីឡូម៉ែត្រជាមួយនឹងប្រទេសវៀតណាមចំពោះការគ្រប់គ្រងរដ្ឋបាលដែនដីវិញខេត្តស្វាយរៀងមានក្រុងស្រុកចំនួន8បាទក្នុងនោះមានក្រុងចំនួន2គឺក្រុងបាវិតហើយនិងក្រុងស្វាយរៀងហើយចំពោះស្រុក6ទៀតរបស់ខេត្តស្វាយរៀងរួមមានដូចជាស្រុកចន្ទ្រាស្រុកកំពង់រោស្រុករំដួលបាទមិនមែនស្រុករំដួលដូរដីទេណាបងប្អូនបាទកុំច្រឡំណាគឺអ្នកស្វាយរៀងគឺគេស្រុករំដួល original ឬក៏ zin ណាបាទមិនមែនរំដួលដូរដីទេអញ្ចឹងក្រៅពីស្រុករំដួលមានដូចជាស្រុករមាសហែកស្រុកស្វាយជ្រុំហើយនិងស្រុកស្វាយទៀបជាមួយគ្នានេះដែរខេត្តស្វាយរៀងមានឃុំសង្កាត់ចំនួន80ហើយក្នុងនោះមានឃុំចំនួន68សង្កាត់ចំនួន12ហើយនឹងមានភូមិទូទាំងខេត្តចំនួន690ភូមិឥឡូវនេះសូមនាំបងប្អូនទៅស្គាល់ថ្នាក់ដឹកនាំនៅមូលដ្ឋាននៃខេត្តស្វាយរៀងទាំងអស់គ្នាបងប្អូនបាទក្នុងនោះខេត្តស្វាយរៀងមានគណៈអភិបាលខេត្តចំនួន11រូបដោយក្នុងចំណោម11រូបនោះមានអភិបាលខេត្តចំនួន1រូបហើយនិងអភិបាលរងខេត្តចំនួន10រូបចំណែកឯក្រុមប្រឹក្សាខេត្តស្វាយរៀងវិញគឺមានចំនួន23រូបក្នុងចំណោម23រូបនេះមានប្រធានក្រុមប្រឹក្សាខេត្ត1រូបហើយនិងក្រៅពីនឹងគឺពួកគាត់សិតសឹងតែជាសមាជិកក្រុមប្រឹក្សាខេត្តចំនួន22រូបបាទចឹងសរុបមកគឺ23រូបចំណែកគណៈអភិបាលក្រុងស្រុកវិញគឺមានចំនួនសរុបចំនួន56រូបក្នុងនោះមានអភិបាលក្រុងស្រុកចំនួន8រូបជាមួយគ្នានេះខេត្តស្វាយរៀងមានក្រុមប្រឹក្សាក្រុងស្រុកទូទាំងខេត្តគឺចំនួន140នាក់ក្នុងនោះមានប្រធានក្រុមប្រឹក្សាក្រុងស្រុកចំនួន8នាក់ផងដែរហើយបើយើងក៏លេខទៅមើលក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងខេត្តស្វាយរៀងវិញបងប្អូនបាទបើយោងទៅតាមទិន្នន័យចំនួនកំណត់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសត្រឹមឆ្នាំ2026នេះបងប្អូនខេត្តស្វាយរៀងទាំងមូលមានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន518នាក់ហើយក្នុងនោះមានមេឃុំចៅសង្កាត់ចំនួន80នាក់ក្នុងចំណោម80នាក់នោះមានមេឃុំចំនួន68នាក់ហើយនិងចៅសង្កាត់ចំនួន12នាក់ចំណែកឯមេភូមិទូទាំងខេត្តវិញគឺមានចំនួនជាង650នាក់បាទនេះបើនិយាយអំពីមេភូមិទូទាំងខេត្តឥឡូវនេះសូមនាំបងប្អូនទៅស្គាល់ច្រកទ្វារព្រំដែនរបស់ខេត្តស្វាយរៀងវិញបាទខេត្តស្វាយរៀងមានច្រកទ្វារព្រំដែនចំនួន8ក្នុងនោះមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន2ធំទី1គឺច្រកទ្វារព្រំដែនអន្តរជាតិបាវិតហើយនិងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិក្រៅពីនោះគឺមានច្រកទ្វារព្រំដែនទ្វេភាគីចំនួន2គឺច្រកទ្វារព្រំដែនទ្វេភាគីសំរោងហើយនិងបោះមនព្រមទាំងមានច្រកទ្វារតំបន់ព្រំដែនចំនួន4កន្លែងផ្សេងទៀតបាទគឺច្រកទ្វារតំបន់ព្រំដែនព្រៃតាអីដូងខ្សែដែកហើយនិងច្រកទ្វារតំបន់ព្រំដែនស្រែបារាំងទន្ទឹមនឹងនេះខេត្តស្វាយរៀងក៏មានកំពង់ផែចំនួន1ផងដែរបងប្អូនបាទមិនឲ្យចាញ់ខេត្តមួយចំនួននេះខេត្តដែលនៅជាប់មាត់សមុទ្រអីចឹងណាបាទអញ្ចឹងខេត្តស្វាយរៀងនេះគេមានកំពង់ផែចំនួន1គឺគេហៅថាកំពង់ផែអូស្មាច់ចំពោះស្ថានភាពសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខេត្តស្វាយរៀងវិញគឺខេត្តស្វាយរៀងទាំងមូលមានទំហំសេដ្ឋកិច្ចក៏ដូចជាផលិតផលក្នុងស្រុកសរុបរបស់ខេត្តទាំងមូលគឺជាង$2,000 លានសហរដ្ឋអាមេរិកហើយក្នុងនោះខេត្តស្វាយរៀងក៏ជាខេត្តនាំមុខគេមួយដែរបងប្អូននៅក្នុងការរកចំណូលប្រមូលចំណូលផ្សេងហ្នឹងជូនទៅដល់រដ្ឋផងដែរហើយក្នុងនោះខេត្តស្វាយរៀងក្នុងមួយឆ្នាំបានផ្ដល់នៅចំណូលចូលជាតិរហូតដល់រាប់រយលានដុល្លារបងប្អូនបាទហើយពិសេសគឺចំណូលដែលបានមកពីការប្រមូលពន្ធគយនៅតាមព្រំដែនអញ្ចឹងខេត្តស្វាយរៀងជាខេត្តសេដ្ឋកិច្ចជាខេត្តច្រកទ្វារមួយដែលបានចិញ្ចឹមសេដ្ឋកិច្ចជាតិរបស់កម្ពុជាមិនធម្មតាទេបងប្អូនបាទគឺមានទំហំធំគួរសមដែរបើប្រៀបធៀបទៅនឹងខេត្តធំផ្សេងទៀតរបស់ប្រទេសកម្ពុជាយើងហើយបើគិតត្រឹមដើមឆ្នាំ2025ថ្មីនេះខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន12ដែលកំពុងតែដាក់ឲ្យដំណើរការ
ក្នុងចំណោមតំបន់សេដ្ឋកិច្ច48ផ្សេងទៀតដែលកំពុងតែដំណើរការទូទាំងប្រទេសបងប្អូនបាទអញ្ចឹងបើយើងនិយាយអំពីតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេស48គឺនៅស្វាយរៀងនឹង12ទៅហើយបាទដែលកំពុងតែដំណើរការប៉ុន្តែបើយើងនិយាយអំពីតំបន់សេដ្ឋកិច្ចពិសេសសរុបទូទាំងប្រទេសកម្ពុជាគឺមានចំនួនរហូតទៅដល់52តំបន់ទីតាំងណាបងប្អូនបាទប៉ុន្តែសម្រាប់តំបន់ដែលគេកំពុងដំណើរការមាន48ហើយក្នុងចំណោម48ហ្នឹងគ្រាន់តែនៅទីតាំងខេត្តស្វាយរៀងមួយគឺមានចំនួនរហូតដល់12តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងតែដាក់ឲ្យដំណើរការអញ្ចឹងមិនធម្មតាទេបងប្អូនបាទគឺខេត្តស្វាយរៀងគាត់ស្រូបទាញបានច្រើនតាក់ទងទៅនឹងតំបន់សេដ្ឋកិច្ចពិសេសនេះហើយបើយោងទៅតាមទិន្នន័យរបស់ក្រមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC កាលពីឆ្នាំ2025កន្លងទៅនេះគឺក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង12របស់ខេត្តស្វាយរៀងនេះបានតាក់ទាញការវិនិយោគប្រមាណជា280គម្រោងបាទក្នុងនោះមានទុនវិនិយោគប្រមាណជាង$3000លានដែលបានផ្ដល់ការងារជូនបងប្អូនខេត្តស្វាយរៀងឬក៏ខេត្តផ្សេងៗទៀតនោះចំនួនជិត100000នាក់បងប្អូនបាទអញ្ចឹងគួរសមបងប្អូនបាទជិត100000នាក់មិនធម្មតាទេអញ្ចឹងសូមអបអរសាទរខេត្តស្វាយរៀងបាទដែលពីមុនបងប្អូនដឹងហើយខេត្តស្វាយរៀងនេះគឺលំបាកលំបិនណាស់បាទអ្នកណាឲ្យទៅលឺស្វាយរៀងព្រៃវែងម្ដុំមេសាងល្មាសហែកកំពង់រយនេះគឺជីវភាពពួកគាត់គឺលំបាកណាស់បងប្អូនបាទប៉ុន្តែឥឡូវបងប្អូនណាដែលទៅស្វ័យរៀង5ឆ្នាំចុងក្រោយហើយត្រឹម1ឆ្នាំ2ឆ្នាំចុងក្រោយនេះគឺស្វ័យរៀងបានប្រែមុខមាត់ច្រើនណាស់បងប្អូនបាទពិសេសនៅតាមស្រុកភូមិអីគឺសិតតែផ្លូវកស៊ូសិតតែបេតុងសិតតែគ្រួសក្រហមអីអស់ហើយបាទទោះបីជាមានផ្លូវខ្លះវាមិនទាន់សមស្របក៏ដោយប៉ុន្តែបើប្រៀបធៀបកាលពី15ឆ្នាំមុន20ឆ្នាំមុនឬក៏10ឆ្នាំមុននេះស្វ័យរៀងគឺឥឡូវប្រែមុខមាត់ណាបងប្អូនបាទហើយបើបងប្អូនចង់ដឹងហើយបងប្អូនទៅបាទហើយសប្តាហ៍នេះនៅទូទាំងខេត្តស្វាយរៀងគឺមានរោងចក្រសហគ្រាសការវិនិយោគក្រុមហ៊ុនអីផ្សេងៗហ្នឹងមានចំនួន1052រោងចក្របងប្អូនបាទហើយក្នុងនោះគ្រាន់តែសិប្បកម្មឬក៏មុខជំនួញរកស៊ីជួញដូររបស់ប្រជាជនក្តីទាំងតូចទាំងមធ្យមគឺមានចំនួនជាង2600កន្លែងបងប្អូនបាទដែលចំនួនទាំងអស់នេះវាបានផ្ដល់នៅការងារដល់ប្រជាជនទូទាំងខេត្តស្វាយរៀងរហូតទៅដល់135,000នាក់ពីរោងចក្រសហគ្រាសឬក៏កន្លែងរកស៊ីអសិប្បកម្មកសិឧស្សាហកម្មអីមួយចំនួនដែលមានទីតាំងនៅក្នុងខេត្តស្វាយរៀងទាំងមូលបាទអញ្ចឹងទាំងតំបន់សេដ្ឋកិច្ចពិសេសទាំងសហគ្រាសរោងចក្រក្រុមហ៊ុនឯកជនឬក៏តាក់ទងទៅនឹងសិប្បកម្មអីផ្សេងៗហ្នឹងគឺខេត្តស្វាយរៀងជាខេត្តនាំមុខមួយបងប្អូនបាទនៅក្នុងការផ្ដល់ការងាររាប់សិបម៉ឺនកន្លែងរាប់សិបសែនកន្លែងជូនទៅដល់កម្មករពលករដែលរស់នៅក្នុងខេត្តស្វាយរៀងក៏ដូចជាខេត្តនៅជិតខេត្តស្វាយរៀងផងដែរបាទអញ្ចឹងវាជាមោទនភាពមួយសម្រាប់ខេត្តស្វាយរៀងហើយតាមរយៈការអភិវឌ្ឍឥតឈប់ឈរនៅក្នុងខេត្តស្វាយរៀងនេះបងប្អូនបាទវាបានជួយឲ្យមុខមាត់ប្រជាជននៅខេត្តស្វាយរៀងនឹងមានការរស់នៅល្អប្រសើរជាងមុនបាទហើយបើយើងប្រៀបធៀបស្វាយរៀងកាលពី20ឆ្នាំមុន10ឆ្នាំមុនឬក៏5ឆ្នាំមុននៅមានកម្រិតប៉ុន្តែឥឡូវនេះបើយើងមើលអំពីខេត្តស្វាយរៀងទាំងមូលបងប្អូនណាធ្លាប់ទៅថ្មីនេះដឹងហើយបងប្អូនបាទគឺមានការប្លែកភ្នែកណាស់បាទមិនថានៅទីរួមខេត្តមិនថានៅតំបន់តាមស្រុកនីមួយៗពិសេសបើយើងជិះចូលទៅតាមឃុំនៅតាមអីចុះពីផ្លូវជាតិទៅ4-10គីឡូ20គីឡូអីគឺយើងឃើញមានហេដ្ឋារចនាសម្ព័ន្ធមានផ្លូវគ្រួសក្រហមមានកស៊ូមានបេតុងច្រើនបាទហើយនៅពេលល្ងាចបើយើងឈរនៅតាមផ្លូវវិញគឺយើងឃើញបងប្អូនជាច្រើនបាទគាត់ជិះម៉ូតូខ្លះទៅជិះឡានដាក់កម្មករពលករចេញពីរោងចក្របាទហើយគាត់បើកបរតាមផ្លូវលំតាមផ្លូវអីបេតុងនៅតាមស្រុកភូមិបងប្អូនគឺសប្បាយចិត្តណាបងប្អូនបាទខ្ញុំធ្លាប់ទៅធ្វើការមួយអាទិត្យដែរបាទដេកនៅស្រុកអញ្ចឹងពេលល្ងាចឈរមើលបងប្អូនកម្មករនៅក្នុងខេត្តស្វាយរៀងគាត់ធ្វើដំណើរតាមផ្លូវបងប្អូនបាទជិះម៉ូតូដឹកគ្នាជិះឡានអីមានឡានដឹកកម្មករពលករអញ្ចឹងទៅដល់អញ្ចឹងយើងមើលទៅភាពសប្បាយរីករាយរបស់ពួកគាត់ដោយសារតែពួកគាត់អត់សូវលំបាកទេបងប្អូនដោយសារមានរោងចក្រនៅជិតផ្ទះអញ្ចឹងពេលដែលគាត់ធ្វើដំណើរពីផ្ទះគាត់មកកន្លែងរោងចក្រឬក៏ចេញពីរោងចក្រទៅវិញហ្នឹងគឺវាធ្វើឲ្យពួកគាត់មានភាពងាយស្រួលបាទហើយខ្ញុំល្ងាចជួនកាលអត់ទៅណាទេបងប្អូនបាទអង្គុយមើលបងប្អូនយើងចេញពីរោងចក្របាទគាត់ជិះម៉ូតូដឹកគ្នាខ្លះទៅជិះឡានរួមគ្នាអញ្ចឹងទៅហើយមានមួយជិះកង់បាទអ្នកជិះកង់ហ្នឹងគឺភាគច្រើនអ្នកនៅចិត្តហ្នឹងទេបាទដល់អញ្ចឹងទៅយើងឃើញចេញមកគឺដូចតកៅអញ្ចឹងបាទហើយជិះតាមផ្លូវកស៊ូនៅតាមស្រុក
បាទជិះតាមផ្លូវបេតុងទៅតាមស្រុកមើលទៅហើយថ្ងៃលិចអីម៉ោង5ម៉ោងអីជាងគឺសប្បាយចិត្តហ្នឹងបងប្អូនបាទឃើញទស្សនីយភាពមួយបាទគឺដូចតកៅអញ្ចឹងបាទប៉ុន្តែមិនមែនតកៅក្នុងប្រគុណទេគឺពួកគាត់ចេញមកព្រមគ្នាហើយធ្វើដំណើរនៅលើផ្លូវកស៊ូផ្លូវអីហ្នឹងហើយធ្វើឲ្យខ្ញុំនឹកឃើញសប្បាយបងប្អូនបាទខ្ញុំនឹកឃើញដោយសារខ្ញុំធ្លាប់ទៅស្វាយរៀងកាលពីឆ្នាំទៅបាទអញ្ចឹងឃើញទស្សនភាពនេះដូចចង់ទៅម្ដងទៀតបាទចង់ទៅមើលបងប្អូនគាត់ជិះឡានជិះម៉ូតូអីចេញទៅតាមស្រុកភូមិរបស់គាត់វិញបន្ទាប់ពីចេញពីរោងចក្រអញ្ចឹងតកតងទៅនឹងការអភិវឌ្ឍនៅខេត្តស្វាយរៀងនេះបងប្អូនគឺមានភាពប្រែប្រួលច្រើនបាទបើប្រៀបធៀបកាលពីជំនាន់មុនបាទពីមុនបងប្អូនដឹងហើយនៅពេលដែលគេនិយាយអំពីស្វាយរៀងព្រៃវែងនេះគឺក្រចោលស្រុកហើយបងប្អូនបាទមិនត្រឹមតែក្រទេគេចោតថាចោលទៅទៀតបងប្អូនធ្លាប់ដឹងហើយបាទអ្នកព្រៃវែងម្ដុំមេសាងល្មេហែកនេះពីដើមមិនមែនត្រឹមតែក្រទេគេចោតថាចោលទៅទៀតបាទប៉ុន្តែឥឡូវគឺអ្វីៗមានការប្រែប្រួលអស់ហើយបងប្អូនហើយអ្នកដែលរស់នៅតំបន់ហ្នឹងឥឡូវក៏មានជីវភាពល្អប្រសើរដែរបងប្អូនបាទនិយាយរឿងខេត្តព្រៃវែងស្វាយរៀងបងប្អូនប្រហែលចាំហើយបាទកាល20 30ឆ្នាំមុនឲ្យទៅលឺព្រៃវែងម្ដុំមេសាងម្ដុំល្មេហែកម្ដុំអីហ្នឹងគឺញាក់សាច់បាទបងប្អូនគឺភ័យហ្មងភ័យទៅម៉េចដោយគិតថាម្ដុំហ្នឹងគឺសិតតែចោលបាទហើយសំបីថាអាណាលួចអីពីណាពីណីទៅក៏គេចោតអ្នកនៅហ្នឹងដែរអញ្ចឹងអ្នកនៅហ្នឹងពីដើមរងគ្រោះហ្នឹងបងប្អូនបាទជួនកាលមិនដឹងចោលវាលួចពីណាទៅប្លន់ពីណាទៅគេចោតថាអ្នកមេសាងអ្នកល្មេហែកហ្នឹងបាទព្រៃវែងស្វាយរៀងប៉ុន្តែឥឡូវលែងមានរឿងហ្នឹងហើយបងប្អូនបាទគឺអ្នកមេសាងអ្នករមាសហែកអ្នកកំពង់រអីស្វាយទៀបអីទាំងអស់ហ្នឹងគឺប្រែប្រួលហើយឥឡូវនេះជីវភាពបាទហើយបើមិនជឿខ្ញុំទេទៅមើលខ្លួនឯងទៅបាទខ្ញុំទៅមកកាលពីឆ្នាំទៅទេបាទឥឡូវដូចចង់ទៅលេងទៀតទេដូចនឹកអ្នកស្វាយរៀងដល់ហើយបាទបាទនិយាយលេងទីចាស់បងប្អូនបាទដោយសារទឹកមកពីស្វាយរៀងដែរអញ្ចឹងចង់ពំនាំទស្សនីយភាពពីខេត្តស្វាយរៀងប្រាប់បងប្អូនផងដែរបាទហើយចំពោះការរស់នៅរបស់ប្រជាជនខេត្តស្វាយរៀងវិញបងប្អូនបាទភាគច្រើនគឺលើសពី 50% ហើយដែលពួកគាត់ប្រកបរបរកសិកម្មបាទហើយក្រៅពីនោះមានដូចជាឧស្សាហកម្មមានសេវាកម្មហើយនិងសិប្បកម្មហើយចំពោះមហូបតំបន់របស់អ្នកស្វាយរៀងវិញបងប្អូនបាទខ្ញុំធ្លាប់ទៅខេត្តផ្សេងៗគេមានតំបន់របស់គេមហូបណាហើយខេត្តស្វាយរៀងនេះក៏គេមានមហូបប្រចាំតំបន់របស់គេដែរមហូបទី1គឺសាច់ជ្រូកចៀនជាមួយនឹងជ្រូកសណ្ដែកបាទបងប្អូនណាធ្លាប់ទៅដឹងហើយបងប្អូនបាទមហូបនេះឆ្ងាញ់ណាបងប្អូនបាទខ្ញុំហូបបាយនឹងអស់ប្រហែលចាននេះហើយសាច់ជ្រូកគេនឹងជ្រូកសណ្ដែកហ្នឹងដូចគេមានរបៀបធ្វើរបស់គេមិនទេបងប្អូនបាទយើងហូបទៅវាដូចរៀងប្លែកពីខេត្តផ្សេងៗពីព្រោះខេត្តផ្សេងៗក៏គេមានដែរជ្រូកសណ្ដែកជ្រូកអីនេះសាច់ជ្រូកចៀនអីហ្នឹងប៉ុន្តែនៅស្វាយរៀងដូចជាប្លែកជាងគេបន្តិចមិនដឹងថាជ្រូកនឹងគេចិញ្ចឹមនៅស្វាយរៀងឬក៏ជ្រូកនឹងគេនាំចូលអានឹងខ្ញុំក៏មិនដឹងដែរបាទបានជាឆ្ងាញ់អញ្ចឹងបាទអញ្ចឹងមានតែបងប្អូនស្វាយរៀងទេអ្នកជួយឆ្លើយបាទអញ្ចឹងមិនមកសួរបងប្អូនអ្នកស្វាយរៀងទៅគាត់ដឹងហើយបាទហើយទី2នោះគឺបបរបាញ់កាញ់ស្វាយរៀងបាទបងប្អូនណាទៅស្វាយរៀងកុំភ្លេចបបរបាញ់កាញ់បាទព្រឹកឡើងអីមិនបាច់ទៅទាវមិនអីទេហ៎និយាយអញ្ចឹងអ្នកលក់កាទៀវខឹងខ្ញុំទៀតបាទបបរបាញ់កាញ់នេះក៏ឆ្ងាញ់ដែរនៅស្វាយរៀងហើយមហូបមួយមុខទៀតដែលយើងមិនអាចអត់បានបងប្អូនគឺកកូកណ្ដៀងបាទកកូកណ្ដៀងហ្នឹងអេមដែរបងប្អូនបាទគឺវាប្លែកបាទយើងធ្លាប់កកូត្នោតកកូស្អីនៅតំបន់ស្រុកយើងព្រៃវែងបាត់ដំបងប្រទីមានជ័យតកៅអីទៅបាទប៉ុន្តែនៅស្វាយរៀងគេមានកកូកណ្ដៀងអញ្ចឹងទោះបីជាតំបន់ផ្សេងគេមានកកូផ្សេងក៏ដោយប៉ុន្តែនៅស្វាយរៀងគេមានកកូកណ្ដៀងបាទហើយខ្ញុំហូបទៅប្លែកដែរបងប្អូនបាទតែពិតទៅវាមិនទៅជាឆ្ងាញ់អីលើសកកូយើងធម្មតាទេបងប្អូនបាទប៉ុន្តែវាប្លែកណាបាទរសជាតិវារៀងប្លែកតិចនៅពេលដែលគេដាក់កណ្ដៀងដាក់អីចូលជាមួយកកូលុកឡំគ្នាអញ្ចឹងទៅប៉ុន្តែហូបនឹងមើលផងបងប្អូនបាទប្រយ័ត្នប្រយែងផងបាទមិនមែនចេះតែឆ្ងាញ់ចេះពាត់វឺតដាក់បាយឆ្អែតពីងពោះហ្នឹងវចុកពោះចុកអីហ្នឹងបន្ទោសខ្ញុំទៀតបាទអញ្ចឹងឆ្ងាញ់មិនក៏ដោយហូបមកល្មមតាមចំណង់ចំណូលចិត្តក៏ដូចជាសារពាង្គកាយរបស់យើងបាទសារពាង្គកាយយើងដាក់បានតែមួយចានហើយយើងដាក់2ចានអាហ្នឹងខុសហើយអញ្ចឹងប្រយ័ត្នឈឺអីដឹកចូលពេទ្យមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងមិនដឹងទេបាទព្រោះខ្ញុំក៏ចុះធ្វើការសហការីខ្ញុំអីចូលពេទ្យដែរបងប្អូនបាទដោយសារហូបឆ្ងាញ់ពេកបាទព្រឹកឡើងដឹកចូលពេទ្យបដ ாய் បាទដល់ដឹកចូលពេទ្យទៅមានអីទៅទិញអីឲ្យគាត់ផ្ញើព្រឹកនោះគឺទៅទិញបបរបាញ់កាញ់ស្វាយរៀងដាក់ឲ្យគាត់បាទដល់ទៅពេលព្យួរសារ៉ូមកកំ plau ហត់បបរបាញ់កាញ់ស្វាយរៀងអស់មួយចានទៅមានកម្លាំងចុះធ្វើការតាមស្រុកទៀតបាទអញ្ចឹងនេះគឺជាបទពិសោធន៍ផ្ទាល់បងប្អូនបាទរវាងខ្ញុំហើយនិងសហការីខ្ញុំប្រហែលអ្នកទៀតហើយនៅមានមួយមុខទៀតបងប្អូនដែលយើងមិនអាចភ្លេចបានគឺចាបស្វាយរៀងបាទចាបស្វាយរៀងហ្នឹងតំណងដែរបងប្អូនពីមុនយើងធ្លាប់តែឮចាបព្រៃវែងបាទដល់ពេលទៅស្វាយរៀងគេមានចាបស្វាយរៀងដែរប៉ុន្តែរសជាតិវារៀងខុសគ្នាឬក៏មិនទេបងប្អូនបាទប៉ុន្តែខ្ញុំមានអារម្មណ៍ថាមិនដឹងថាចាបណាស្វាយរៀងមិនដឹងថាចាបណាចាបព្រៃវែងទេបងប្អូនបាទដល់អញ្ចឹងទៅវានឹកឃើញអាត្រីសាល់មុនហើយត្រីត្រោតនេះបាទប៉ុន្តែយ៉ាងណាក៏ដោយបងប្អូនអារឿងចាបស្វាយរៀងចាបព្រៃវែងអាហ្នឹងវាអត់ស្អីសូវពិបាកចំណាំទេបាទហេតុអី
បើសិនបើចាប់នឹងវាហើមកដល់ខេត្តព្រៃវែងហើយអ្នកព្រៃវែងចាប់ខ្វៃចាប់បំពងទៅអានឹងចាប់ព្រៃវែងហើយបាទហើយបើចាប់នឹងវាហោះផុតខេត្តព្រៃវែងវាចូលទៅខេត្តស្វាយរៀងអញ្ចឹងអ្នកស្វាយរៀងចាប់យកមកបំពងអានឹងវាคล้ายជាចាប់ស្វាយរៀងហើយបាទអញ្ចឹងវាអត់មានអីពិបាកចំណាំនេះបាទបើយើងទៅព្រៃវែងយើងហូបចាប់ព្រៃវែងទៅបើយើងមកដល់ស្វាយរៀងយើងហូបចាប់ស្វាយរៀងទៅបាទវាខុសពីត្រីសាល់ម៉ុនហើយនឹងត្រីត្រោតដែលយើងកំពុងតែផ្ទុះប្រហែលថ្ងៃមកនេះនៅលើបណ្ដាញសង្គមនៃប្រទេសកម្ពុជាយើងអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបងប្អូនតាក់ទងទៅនឹងខេត្តស្វាយរៀងរៀងច្រើនបន្តិចបងប្អូនសង្ឃឹមថាបងប្អូនមិនធុញទ្រាន់ទេជាមួយនឹងព័ត៌មានតាក់ទងនឹងខេត្តស្វាយរៀងបាទពិសេសអ្នកខេត្តស្វាយរៀងខ្លួនឯងបាទមិនដឹងថាអ្នកខ្លះកំពុងស្ដាប់សោចអ្នកខ្លះកំពុងអន់ចិត្តអីខ្ញុំអត់និយាយដល់ស្រុកគាត់ឬក៏អ្នកខ្លះអានេះនិយាយខុសយ៉ាងម៉េចបងប្អូនសូមជួយ comment បន្ថែមព័ត៌មាននៅក្រោមវីដេអូរបស់ខ្ញុំនេះបងប្អូនបាទយើងរៀនសូត្រទាំងអស់គ្នាផ្ដល់ព័ត៌មានអីប្លែកៗទាំងអស់គ្នាតាក់ទងទៅនឹងភូមិឋានស្រុកភូមិរបស់យើងទូទាំងប្រទេសពិសេសនៅក្នុងខេត្តស្វាយរៀងនេះឯងបាទបើខ្ញុំភ្លេចព័ត៌មានម្ដុំណាអីយ៉ាងម៉េចបងប្អូនជួយបំពេញបន្ថែមផងអ្នកស្វាយរៀងបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបងប្អូនបាទច្រើនហើយសូមគោរពលាបាទហើយសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗទៀតពិសេសខេត្តដែលខ្ញុំមិនទាន់បាននិយាយអញ្ចឹងបងប្អូនណាចង់ឲ្យខ្ញុំនិយាយខេត្តណាទៀតសូមបងប្អូនជួយខមមិននៅខាងក្រោមមកបាទជួនកាលខ្ញុំអត់ដឹងតែនិយាយខេត្តណាមុនទេបាទបងប្អូនបានជួយរំលឹកមកខ្ញុំទៅស្វែងរកឯកសារស្រាវជ្រាវមកនិយាយជូនបងប្អូនបានមុនគេបាទអញ្ចឹងសូមអរគុណសូមជម្រាបលា